មានភូមិតូចមួយស្ថិតនៅកណ្ដាលព្រៃជ្រៅជាប់ជើងភ្នំមួយក្នុងទឹកដីដាច់ស្រយាលដែលអ្នកស្រុកហៅថាភូមិព្រៃអន្តកាលភូមិនោះព័ទ្ធដោយជុំវិញដើមឈើធំៗចោលត្រជាក់បក់មិនដែលដាច់ហើយពេលយប់តែងតែមានអាបក្រាស់គ្របដណ្ដប់ព្រៃរហូតមើលអ្វីមិនឃើញនោះឡើយអ្នកភូមិនៅទីនោះរស់នៅយ៉ាងសាមញ្ញពេលថ្ងៃពួកគេចេញទៅធ្វើស្រែកាប់ឈើរកត្រីតាមអូរនិងប្រមាញ់សត្វតូចៗនៅក្នុងព្រៃចំណែកឯក្មេងៗរត់លេងតាមវាលស្រែសំឡេងសើចសប្បាយប៉ុន្តែភូមិនេះទោះបីជាសប្បាយយ៉ាងណាក៏ដោយអ្នកភូមិទាំងអស់គ្នាសុទ្ធតែព្រួយបារម្ភនៅពេលដែលថ្ងៃរៀបលិចគេតែងតែខ្លាចព្រៃមួយដែលស្ថិតនៅខាងក្រោយភូមិគេនិយាយថានៅខាងក្នុងព្រៃនោះមានខ្មោចនិងអារក្សជាច្រើនកំពុងតែរស់នៅពេលយប់ជ្រៅតែងតែឮសំឡេងចម្លែកដូចជាសំឡេងមនុស្សយំសំឡេងសើចសប្បាយឬសំឡេងអ្វីផ្សេងជាច្រើនទៀតអ្នកភូមិជាច្រើនធ្លាប់ឃើញភ្លើងពណ៌ក្រហមហោះកាត់ព្រៃនៅកណ្ដាលព្រៃអាធ្រាត្រខ្លះទៀតឮសំឡេងជើងដើរតាមក្រោយទោះដឹងថាផ្លូវនោះគ្មានមនុស្សសោះក៏ដោយមានមនុស្សមួយចំនួនដែលចូលទៅក្នុងព្រៃនោះហើយមិនដែលត្រឡប់មកវិញនោះទេដោយសារតែរឿងអាថ៌កំបាំងទាំងនោះអ្នកភូមិមានច្បាប់មួយគឺមិនឲ្យនរណាចូលទៅក្នុងព្រៃនោះក្រោយថ្ងៃលិចជាដាច់ខាតសូម្បីតែអ្នកប្រមាញ់ក្លាហានយ៉ាងណាក៏ដោយក៏មិនហ៊ានបំពាននោះដែរនៅកណ្ដាលភូមិមានបុរសចំណាស់ម្នាក់ឈ្មោះតាខឹមដែលជាមនុស្សចាស់ជាងគេនៅក្នុងភូមិគាត់តែងតែប្រាប់ក្មេងៗថាព្រៃនោះមិនមែនជាព្រៃធម្មតានោះទេមានអ្វីម្យ៉ាងនៅក្នុងនោះអ្វីដែលសូម្បីតែពពួកខ្មោចក៏វាខ្លាចផងដែររាល់ពេលដែលគាត់និយាយចប់មុខគាត់តែងតែស្លេកហើយភ្នែកសម្លឹងទៅព្រៃនោះដូចជាធ្លាប់ឃើញរឿងសាហាវអ្វីម្យ៉ាងពីមុនមកយប់មួយខ្យល់ត្រជាក់បក់ខ្លាំងជាងធម្មតាឆ្កែទាំងភូមិស្រែកលូមិនឈប់ខណៈមេឃងងឹតគ្មានសូម្បីតែពន្លឺព្រះច័ន្ទបន្តិចអ្នកភូមិម្នាក់ឈ្មោះថាវុធីដែលទើបតែត្រឡប់ពីដាក់អន្ទាក់ក្នុងព្រៃកំពុងតែដើរឆ្លងកាត់ផ្លូវក្បែរព្រៃនោះស្រាប់តែគេបានឮសំឡេងមនុស្សខ្សឹបពីខាងក្រោយខ្នងរបស់គេជួយផងពេលនោះវុធីក៏ឈប់ដើរភ្លាមបេះដូងរបស់គេចាប់ផ្ដើមលោតញាប់គេងាកទៅក្រោយយឺតតែគ្មានឃើញនរណាម្នាក់នោះឡើយមានតែព្រៃងងឹតនិងអាបក្រាស់តែប៉ុណ្ណោះពេលនោះស្រាប់តែមានដៃខ្មៅមួយយ៉ាងស្អុយលោកចេញពីគុម្ពឈើចាប់ជើងគាត់យ៉ាងខ្លាំងដៃខ្មៅដ៏សែនស្អុយនោះចាប់កជើងវុធីជាប់យ៉ាងណែនរហូតគាត់ដួលផ្កាប់មុខទៅលើនឹងដីភក់ភ្លាមនោះក្លិនស្អុយដូចជាសាកសពរលួយក៏ហុយចូលច្រមុះគាត់យ៉ាងខ្លាំងរហូតចង់ក្អួតវុធីក៏បានស្រែកឡើងថាជួយផងវុធីស្រែកទាំងភ័យស្លន់ស្លោហើយខំទាញជើងចេញប៉ុន្តែដៃនោះត្រជាក់ខ្លាំងដូចជាទឹកកកហើយមានកម្លាំងមហិមាត្រាប់តែក្នុងអាប់ក្រាស់នោះមានរាងមនុស្សម្នាក់ដើរចេញមកយឺតជើងរបស់វាមិនដើរនៅលើដីនោះទេតែអណ្ដែតបន្តិចពីលើដីវុធីសម្លឹងមើលទៅទាំងភ្នែកបើកធំរាងនោះស្លៀកខោអាវបុរាណពណ៌ខ្មៅរហែកពេញទៅដោយដីនិងឈាមតិចសក់របស់គេវែងសំពងគ្រប់មុខប៉ុន្តែនៅខាងក្រោមសក់នោះគេអាចឃើញភ្នែកក្រហមភ្លឺដូចភ្លើងអ្វីដែលគួរឲ្យខ្លាចបំផុតនោះគឺករបស់វាមានស្នាមដាច់ធំមួយជុំវិញកដូចជាត្រូវគេកាត់ក្បាលម្ដងហើយវុធីបានស្រែកទាំងញ័រមាត់ថាឯងជាអ្នកណារាងនោះឈប់ដើរបន្តិចបន្ទាប់មកសំឡេងស្អកដូចជាមនុស្សកំពុងឈឺបាននិយាយមកកាន់វុធីថាសងជីវិតឲ្យយើងវិញមកភ្លាមនោះដៃខ្មៅដែលចាប់ជើងវុធីក៏ទាញគាត់អូសចូលទៅក្នុងព្រៃយ៉ាងលឿនវុធីខំក្រវិះដៃចាប់ស្មៅនឹងឫសឈើប៉ុន្តែគ្មានប្រយោជន៍នោះឡើយខ្លួនគាត់ត្រូវអូសកាត់ភក់កាត់ឪឈើរហូតស្បែកគាត់រលាត់ជីងឈាមចោលក្នុងព្រៃចាប់ដើមបក់ខ្លាំងសំឡេងខ្សឹបសៀវរាប់សិបនាក់ក៏លាន់ឮជុំវិញខ្លួនរបស់គាត់ពេលហ្នឹងវុធីយំទាំងភ័យហើយនៅក្នុងពេលហ្នឹងដែរគាត់បានឃើញអ្វីម្យ៉ាងនៅខាងមុខរបស់គាត់មានដើមឈើធំមួយដែលព្យួរសាកសពជាច្រើនសាកសពខ្លះគ្មានភ្នែកខ្លះដាច់ដៃខ្លះពោះវៀនធ្លាក់ចេញខាងក្រៅសាកសពទាំងអស់យល់តាមខ្យល់ហើយមុខរបស់ពួកវាសុទ្ធតែស្លេកស្លាំងដូចមនុស្សដែលស្លាប់យូរឆ្នាំមកហើយតែអ្វីដែលធ្វើឲ្យវុធីស្ទើរតែគាំងបេះដូងនោះគឺមុខសាកសពមួយជាមុខរបស់ចន្ទរាអ្នកប្រមាញ់ដែលបាត់ខ្លួនកាលពីខែមុនភ្នែកសាកសពចន្ទរាបើកធំហើយមាត់របស់វាញញឹមតិចវុធីមកនៅជាមួយពួកយើងមកវុធីស្រែកទាំងហូរទឹកភ្នែកភ្លាមនោះរាងខ្មោចសក់វែងក៏លើកក្បាលឡើងយឺតក្រោមសក់វែងនោះមុខរបស់វាគ្មានស្បែកនោះឡើយ
សាច់មុខរលួយធ្លាក់ចុះជាដុំហើយក្នុងមាត់ពោពេញទៅដោយធ្មេញមុតដូចជាសត្វព្រៃវាបើកមាត់ធំរួចស្រែកឡើងមួយទំហឹងសំឡេងនោះលាន់រំពងពេញព្រៃរហូតសត្វស្លាបហើរចាក់ខ្ចាយបន្ទាប់មកវាលោតសង្គ្រប់ទៅលើខ្លួនវុធីលុះស្អែកឡើងអ្នកភូមិជាច្រើនចេញតាមរកវុធីព្រោះគាត់មិនត្រឡប់មកផ្ទះនោះទេពួកគេដើររករហូតដល់ក្បែរព្រៃនោះហើយអ្វីដែលពួកគេបានឃើញធ្វើឲ្យគ្រប់គ្នាស្លន់ស្លោនៅលើដើមឈើធំមួយមានសាកសពវុធីជួលជាប់នឹងមែកឈើភ្នែកគាត់ត្រូវគេខ្វេះចេញទាំងសងខាងអណ្ដាតលៀនឡើងវែងហើយលើទ្រូងមានអក្សរខ្មៅសរសេរដោយឈាមថាយើងបានត្រឡប់មកវិញហើយខណៈអ្នកភូមិកំពុងតែភ័យញ័រស្រាប់តែតាខឹមមុខរបស់គាត់ក៏ស្លេកស្លាំងហើយនិយាយទាំងសំឡេងញ័រថាមិនខុសទេវាពិតជាត្រឡប់មកវិញមែនអ្នកណាទៅតាអ្នកភូមិទាំងអស់ក៏សួរទៅគាត់តាខឹមលេបទឹកមាត់យឺតមុននឹងនិយាយពាក្យមួយដែលធ្វើឲ្យមនុស្សទាំងភូមិស្ងាត់ឲ្យឈឹងគ្រូអាគមឡាវខ្យល់ត្រជាក់បក់កាត់ពេញភូមិសូម្បីតែស្លឹកឈើក៏ឈប់កំរើកដោយធម្មជាតិទាំងមូលកំពុងតែស្ដាប់ពាក្យរបស់តាខឹមគ្រូអាគមឡាវអ្នកភូមិជាច្រើនសួរឡើងវិញទាំងមុខឆ្ងល់មនុស្សខ្លះចាប់ផ្ដើមថយក្រោយខណៈអ្នកចាស់មួយចំនួនស្រាប់តែញ័រដៃញ័រជើងដោយធ្លាប់ឮឈ្មោះនេះពីមុនមកតាខឹមសម្លឹងទៅសាកសពវុធីដែលជួរយល់នៅលើដើមឈើមុននឹងដកដង្ហើមធំជាង30ឆ្នាំមុនពេលភូមិនេះមានមនុស្សច្រើនដូចសពថ្ងៃមានបុរសឡាវម្នាក់បានដើរចូលមកនៅក្នុងភូមិសំឡេងគាត់តិចតែគ្រប់គ្នាស្ដាប់ឮច្បាស់ដំបូងឡើយគេគ្រាន់តែអ្នកធ្វើដំណើរធម្មតាស្លៀកខោអាវខ្មៅកាន់ឈើច្រត់មួយដើមនិងពាក់ខ្សែអំបោះក្រហមពេញខ្លួនតែភ្នែករបស់គេតាខឹមឈប់បន្តិចភ្នែករបស់គេមើលទៅដូចមិនមែនមនុស្សអ្នកភូមិជុំវិញនាំគ្នាលេបទឹកមាត់ភ្លៀងតិចចាប់ផ្ដើមធ្លាក់មេឃងងឹតកាន់តែខ្លាំងតាខឹមក៏បន្តនិយាយទៀតបុរសនោះគេហៅខ្លួនឯងថាថៅអូខាំផនគេនិយាយថាគេជាគ្រូអាគមមកពីព្រៃភ្នំក្នុងប្រទេសឡាវគេអាចព្យាបាលជំងឺបណ្ដេញខ្មោចហើយចេះអាគមខ្លាំងណាស់ដំបូងអ្នកភូមិគ្រប់គ្នាគោរពគេខ្លាំងមែនទែនព្រោះរាល់អ្នកឈឺដែលគេព្យាបាលសុទ្ធតែជាសះស្បើយសូម្បីតែក្មេងដែលជិតស្លាប់ក៏អាចរស់ឡើងមកវិញផងដែរមនុស្សជាច្រើនចាប់ផ្ដើមមើលមុខគ្នាតាខឹមក៏បន្តទាំងភ្នែករបស់គាត់សម្លឹងទៅក្នុងព្រៃប៉ុន្តែក្រោយពីគេរស់នៅក្នុងភូមិនេះបានប៉ុន្មានខែរឿងចម្លែកក៏ចាប់ផ្ដើមកើតឡើងសត្វចិញ្ចឹមនៅក្នុងភូមិចាប់ផ្ដើមងាប់ម្ដងមួយមាន់ត្រូវគេបឺតឈាមអស់ពីខ្លួនគោខ្លះត្រូវគេហែកពោះយកគ្រឿងក្នុងពេលយប់អ្នកភូមិតែងតែឮសំឡេងស្រែកយំចេញពីក្នុងខ្ទមរបស់ថៅអូខាំផនសំឡេងនោះមិនដូចជាមនុស្សនោះទេខ្យល់ចាប់ផ្ដើមបក់ខ្លាំងមួយទំហឹងស្រាប់តែឆ្កែទាំងភូមិស្រែកលូសំឡេងឡើងព្រមគ្នាអ្នកភូមិខ្លះភ័យរហូតចាប់ផ្ដើមសូត្រធម៌តាខឹមនិយាយទាំងញ័រសំឡេងថានៅក្នុងយប់មួយមានក្មេងស្រីម្នាក់បានបាត់ខ្លួននាងឈ្មោះថាស្រីណាអាយុទើបតែ13ឆ្នាំតែប៉ុណ្ណោះឪពុកម្ដាយនាងដើររកពេញភូមិរហូតដល់ពាក់កណ្ដាលអាត្រៀតហើយទីបំផុតនៅពេលហ្នឹងគាត់បានលេបទឹកមាត់តិចពួកគេបានឮសំឡេងក្មេងស្រីយំចេញពីក្នុងព្រៃនោះអ្នកភូមិជាច្រើនស្ដាប់រហូតមិនហ៊ានដកដង្ហើមនោះទេមនុស្សប្រុសជាច្រើនកាន់ភ្លើងគប់និងកាំបិតដើរចូលទៅក្នុងព្រៃពេលទៅដល់កណ្ដាលព្រៃពួកគេឃើញថៅអូខាំផនកំពុងអង្គុយមុខរង្វង់អាគមជុំវិញខ្លួនគេមានទៀនខ្មៅរាប់សិបដើមហើយនៅកណ្ដាលរង្វង់គឺសាកសពស្រីណានោះឯងមនុស្សខ្លះស្រែកតិចដោយភ័យខ្លាចរាងកាយរបស់នាងត្រូវគេគូសអក្សរអាគមពេញខ្លួនភ្នែកនាងបើកធំអណ្ដាតត្រូវគេកាត់ហើយឈាមកំពុងហូរចូលចានដីមួយនៅមុខថៅអូខាំផនគេកំពុងសូត្រមន្តវិជ្ជាជាភាសាចម្លែកសំឡេងនោះស្ដាប់ទៅដូចមនុស្សរាប់សិបនាក់និយាយព្រមគ្នាអ្នកភូមិម្នាក់សួរទៅទាំងភ័យថាហើយចុះបន្តមកទៀតតាខឹមដកដង្ហើមញ័របន្តិចមនុស្សក្នុងភូមិខឹងខ្លាំងណាស់ពួកគេក៏លោតចូលទៅចាប់គ្រូអាគមឡាវនោះភ្លាមនោះតាខឹមសម្លឹងឡើងទៅលើមេឃរន្ទះបាញ់ផាំងមួយធ្វើឲ្យមុខគាត់ភ្លឺស្លេកដូចសាកសពមនុស្ស5នាក់ដែលចូលទៅចាប់គេត្រូវផ្ទុះពោះស្លាប់នៅនឹងកន្លែងឈាមនិងគ្រឿងក្នុងខ្ទាតពេញដីអ្នកភូមិក៏ស្រែកផ្អើលតាខឹមបន្តទាំងញ័រមាត់ទៀតថាថៅអូខាំផនក៏ចាប់ផ្ដើមសើច
សើចខ្លាំងរហូតព្រៃទាំងមូលចាប់ផ្ដើមញ័រហើយភ្នែកគេប្រែក្លាយទៅជាពណ៌ក្រហមភ្លឺដូចភ្លើងពេលនោះទើបអ្នកភូមិដឹងថាគេមិនមែនជាមនុស្សធម្មតានោះទេគេគឺជាគ្រូអាគមខ្មៅគ្រូអាគមដែលយកវិញ្ញាណមនុស្សធ្វើជាគ្រឿងបូជាភ្លៀងធ្លាក់កាន់តែខ្លាំងទឹកភ្លៀងហូរចុះពីដើមឈើដូចឈាមកំពុងតែស្រក់ពីលើមេឃអ្នកភូមិទាំងអស់ឈរជុំគ្នាកណ្ដាលភូមិមុខស្លេកស្លាំងគ្មានអ្នកណាហ៊ាននិយាយមួយម៉ាត់មានតែសំឡេងខ្យល់បក់ផាត់តាមព្រៃតែប៉ុណ្ណោះនិងសំឡេងតាខឹមដែលបន្តរៀបរាប់រឿងដ៏អាក្រក់មួយនោះក្រោយពេលដែលមនុស្ស5នាក់ទូពោះស្លាប់អ្នកភូមិទាំងអស់ភ័យរត់ខ្ចាត់ខ្ចាយតែថាអូខំផនមិនបានដេញពួកគេនោះទេគេគ្រាន់តែឈរនៅកណ្ដាលរង្វង់អាគមហើយសើចសំណាយរបស់គេមិនដូចសំឡេងមនុស្សឡើយវាដូចសំឡេងខ្មោចរាប់រយកំពុងតែសើចលាយឡំគ្នាតាខឹមឈរញ័រដៃបន្តិចយប់នោះមនុស្សជាច្រើនក្នុងភូមិចាប់ផ្ដើមឈឺខ្លះក្អួតចេញឈាមខ្លះក៏ឆ្កួតលីលាខ្លះរត់ចូលព្រៃដោយខ្លួនឯងហើយមិនត្រឡប់មកវិញនោះទេសូម្បីតែក្មេងតូចៗក៏ចាប់ផ្ដើមនិយាយភាសាចម្លែកនៅក្នុងពេលដេកផងដែរខ្យល់ត្រជាក់មួយបានបក់កាត់ពួកគេធ្វើឲ្យទៀនក្នុងផ្ទះអ្នកភូមិជាច្រើនរលត់ព្រមគ្នាមនុស្សខ្លះស្ទើរតែសន្លប់ដោយសារភ័យខ្លាំងពេកតាខឹមក៏បន្តទៀតពេលនោះអ្នកភូមិទើបដឹងថាអូខំផនមិនបានមកដើម្បីជួយអ្នកភូមិនោះទេគេមកដើម្បីយកព្រលឹងនិងវិញ្ញាណរបស់មនុស្សតែប៉ុណ្ណោះគេមកនេះដើម្បីធ្វើអាគមមួយអាគមដែលគេត្រូវការវិញ្ញាណមនុស្សជាច្រើនដើម្បីឲ្យខ្លួនឯងក្លាយជាអមតៈអ្នកភូមិម្នាក់សួរទាំងសំឡេងញ័រអមតៈតាខឹមក៏ងក់ក្បាលយឺតគេជឿថាបើបូជាវិញ្ញាណមនុស្ស100នាក់ក្នុងព្រះច័ន្ទពណ៌ខ្មៅព្រលឹងរបស់គេនឹងមិនស្លាប់ទោះជារាងកាយរបស់គេរលួយក៏វិញ្ញាណរបស់គេនៅតែរស់ហើយអាចត្រឡប់មកវិញគ្រប់ពេលសំឡេងគោលាន់ក្រហឹមពីលើមេឃនៅយប់ចុងក្រោយអ្នកភូមិទាំងអស់សម្រេចចិត្តថាបើមិនសម្លាប់វាភូមិទាំងមូលនឹងវិនាសដូច្នេះមនុស្សប្រុសគ្រប់គ្នាកាន់ពូថៅកំបិតដាវនិងភ្លើងគប់ពួកគេចូលទៅក្នុងព្រៃនោះទាំងកណ្ដាលយប់ចលបក់បោកយ៉ាងខ្លាំងនៅក្នុងយប់នោះដើមឈើនៅក្នុងព្រៃរង្គើដូចមានអ្វីម្យ៉ាងកំពុងដើរតាមពួកគេពេលទៅដល់ខ្ទមរបស់ថៅអូកំផនពួកគេឃើញទ្វារខ្ទមបើកចំហហើយក្លិនឈាមនិងក្លិនស្អុយយ៉ាងខ្លាំងរហូតដកដង្ហើមស្ទើរមិនចេញអ្នកភូមិជុំវិញតាខឹមស្ដាប់ទាំងមុខស្លេកពេលពួកគេចូលទៅក្នុងជញ្ជាំងទាំង4ពេញទៅដោយអក្សរអាគមសរសេរដោយឈាមពីដានជួរសិតតែក្បាលមនុស្សហើយនៅកណ្ដាលខ្ទមមានអាងធំមួយពេញទៅដោយឈាមពេលនោះមនុស្សខ្លះក៏បិទមាត់ខ្ទប់ក្អួតថៅអូខំផនអង្គុយនៅក្នុងអាងឈាមនោះភ្នែករបស់គេបិទមាត់គេសូត្រនៅមន្តអាគមមិនឈប់តែអ្វីដែលគួរឲ្យខ្លាចបំផុតគឺជុំវិញខ្លួនគេមានខ្មោចឈររាប់សិបនាក់ខ្មោចទាំងនោះគឺជាមនុស្សដែលបាត់ខ្លួនក្នុងភូមិពួកវាឈរទាំងទឹកមុខស្លេកសម្លឹងមកអ្នកភូមិដោយភ្នែកខ្មៅងងឹតហើយពេលអ្នកភូមិចូលទៅខ្មោចទាំងនោះស្រែកទាំងព្រមគ្នាសំឡេងនោះលាន់រំពងរហូតឈាមអ្នកភូមិជាច្រើនហូរចេញពីត្រចៀកមនុស្សខ្លះក៏ចាប់ផ្ដើមវង្វេងស្មារតីភ្លាមខ្លះយកកំបិតចាក់ខ្លួនឯងខ្លះទៀតរត់ចេញទៅក្រៅហើយត្រូវអ្វីម្យ៉ាងខ្មៅអស់ចូលទៅក្នុងព្រៃបាត់តែឪពុករបស់ខ្ញុំគាត់គឺជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលនៅរស់គាត់ប្រាប់ថានៅវិនាទីចុងក្រោយមេភូមិបានយកភ្លើងគប់បោះចូលទៅក្នុងអាងឈាមភ្លើងឆេះយ៉ាងខ្លាំងខ្ទមទាំងមូលក៏ចាប់ផ្ដើមឆេះព្រមគ្នាខ្មោចទាំងអស់ក៏ចាប់ផ្ដើមស្រែកហើយថៅអូខំផនគេក៏ចាប់ផ្ដើមសើចទោះខ្លួនគេកំពុងតែឆេះក៏ដោយតាខឹមនិយាយទាំងសំឡេងស្អកមុនវាស្លាប់វាបានស្រែកពាក្យមួយថាអញនឹងត្រឡប់មកវិញពេលឈាមហូរពេញភូមិនេះម្ដងទៀតពេលនោះចលក៏បកគួចភ្លាមមួយទំហឹងហើយតែមានសំឡេងសើចស្អកលាន់លឺឡើងយឺតសំឡេងសើចនោះលាន់ចេញពីក្នុងព្រៃតិចតែវាដូចជាចូលទៅក្នុងត្រចៀកមនុស្សគ្រប់គ្នាអ្នកភូមិជាច្រើនក៏ស្រែកភ័យមនុស្សខ្លះក៏ដួលអង្គុយនៅលើដីខណៈក្មេងៗក៏យំអោបម្ដាយរបស់ពួកគេយ៉ាងណែនចំណែកឯតាខឹមមុខគាត់ស្លេកដូចក្រដាសខ្យល់ចាប់ផ្ដើមបក់កាន់តែខ្លាំងផេះពីភ្លើងបូជាសាកសពវុធីហើរពេញអាកាសយប់នោះគ្មានផ្ទះណាមួយក្នុងភូមិហ៊ានបិទភ្លើងនោះឡើយគ្រប់គ្នាបានប្រមូលផ្ដុំគ្នានៅកណ្ដាលភូមិមនុស្សប្រុសកាន់កំបិតពូថៅនិងដំបងឈរយាមប៉ុន្តែអ្វីដែលគួរឲ្យខ្លាចបំផុតមិនមែនជាសំឡេងខ្មោចឬព្រៃអន្តការនោះទេគឺចិត្តរបស់មនុស្សព្រោះក្រោយពេលដែលរឿងនោះកើតឡើងអ្នកភូមិចាប់ផ្ដើមសង្ស័យគ្នាឯង
មនុស្សខ្លះនិយាយថាមានអ្នកណាម្នាក់នៅក្នុងភូមិកំពុងតែលួចធ្វើអាគមខ្មៅដើម្បីហៅវិញ្ញាណហៅអូខាំផនឲ្យត្រឡប់មកវិញខ្លះចោទអ្នកជិតខាងខ្លះចោទសាច់ញាតិខ្លួនឯងមិត្តភាពដែលធ្លាប់មានចាប់ផ្ដើមបែកបាក់គ្នាសូម្បីតែបងប្អូនបង្កើតក៏លែងទុកចិត្តគ្នាផងដែរតាខឹមក៏ដកដង្ហើមយ៉ាងធំនេះហើយជាអ្វីដែលគ្រូអាគមខ្មៅវាចង់បានវាមិនមែនតែចង់សម្លាប់មនុស្សនោះទេវាចង់គ្រប់គ្រងចិត្តមនុស្សផងដែរពេលមនុស្សលែងទុកចិត្តគ្នាភាពភ័យខ្លាចក៏លេបត្របាក់ពួកគេនោះហើយជាឫទ្ធិអំណាចរបស់គេចាប់ផ្ដើមកាន់តែខ្លាំងអ្នកភូមិទាំងអស់ចាប់ផ្ដើមនាំគ្នាស្ងាត់ពាក្យរបស់តាខឹមធ្វើឲ្យពួកគេចាប់ផ្ដើមយល់ថាអំពើអាក្រក់ពេលខ្លះពួកវាកើតពីភាពភ័យខ្លាចនៅក្នុងចិត្តមនុស្សផ្ទាល់មុននរណាម្នាក់និយាយអ្វីទៀតស្រាប់តែមានសំឡេងស្រែកមួយលាន់ចេញពីចុងភូមិជួយផងអ្នកភូមិទាំងអស់ភ្ញាក់ផ្អើលហើយរត់សំដៅទៅផ្ទះដែលមានសំឡេងនោះវាគឺជាផ្ទះរបស់ពូរិទ្ធអ្នកកាប់ឈើម្នាក់ទ្វារផ្ទះបើកចំហខ្យល់ត្រជាក់បក់ចេញពីខាងក្នុងមនុស្សប្រុស2នាក់កាន់ភ្លើងកប់ដើរចូលទៅមុនគេពូរិទ្ធនៅឯណាពួកគេបានស្រែកហៅប៉ុន្តែគ្មានសំឡេងឆ្លើយតបនោះទេមានតែសំឡេងតក់ដូចជាឈាមកំពុងតែស្រក់ពីលើអ្វីម្យ៉ាងបុរសម្នាក់លើកភ្លើងកប់ឡើងទៅលើហើយគ្រប់គ្នាក៏ស្ទើរតែគាំងបេះដូងនៅលើពីដានមានសាកសពពូរិទ្ធបត់ខ្លួនជាប់ដោយសត្វពីងពីងដៃជើងរបស់គាត់បាក់បត់ខុសពីធម្មតាភ្នែកទាំងពីរត្រូវខ្វេះចេញអស់ហើយមាត់របស់គាត់បើកធំដូចជាស្រែកមុននឹងស្លាប់ឈាមស្រក់ពីជើងគាត់តក់តែអ្វីដែលគួរឲ្យខ្លាចជាងនេះគឺនៅលើជញ្ជាំងមានអក្សរធំសរសេរដោយឈាមស្រស់ព្រលឹងទី7អ្នកភូមិជាច្រើនចាប់ផ្ដើមនាំគ្នាភ័យខ្លាចវាកំពុងតែប្រមូលព្រលឹងទៀតហើយបើវាបានគ្រប់ចំនួនថៅអូកំផននឹងមានរូបរាងកាយថ្មីភ្លាមនោះស្រាប់តែមានក្មេងតូចម្នាក់ចង្អុលទៅក្រោយផ្ទះទាំងញ័រដៃគ្រប់គ្នាមើលទៅនោះគឺជានរណាពេលនោះដែរគ្រប់គ្នាក៏ងាកទៅមើលនៅកណ្ដាលភ្លៀងនិងអាប់ពណ៌សមានរាងមនុស្សខ្មៅម្នាក់ឈរនៅស្ងៀមក្រោមដើមចេកគេពាក់អាវខ្មៅរហែកសក់វែងគ្របមុខហើយនៅជុំវិញករបស់គេមានខ្សែក្រហមជាច្រើនចងជាប់គ្នារូបរាងនោះងើបក្បាលឡើងយឺតភ្នែកគេក្រហមពីរគ្រាប់ភ្លឺឡើងក្នុងភាពងងឹតបន្ទាប់មកវាក៏ញញឹមស្នាមញញឹមនោះមិនមែនជាស្នាមញញឹមរបស់មនុស្សឡើយវាបើកមាត់តិចរហូតសាច់ថ្ពាល់ទាំងសងខាងរហែកដល់គុំត្រចៀកមិញខ្មៅមុតស្រួចជាច្រើនលេចចេញមកខណៈភ្នែកក្រហមទាំងពីរសម្លឹងមកអ្នកភូមិដោយភាពស្រេកឃ្លានអ្នកភូមិខ្លះស្រែកហើយបានថយក្រោយទាំងញ័រខ្លួនតែតាខឹមស្រាប់តែស្រែកឡើងមួយទំហឹងកុំមើលភ្នែករបស់វាមនុស្សជាច្រើនប្រញាប់អោនមុខចុះភ្លាមប៉ុន្តែយឺតពេលទៅហើយបុរសម្នាក់ឈ្មោះថាណារុងដែលឈរនៅខាងមុខគេសម្លឹងចំភ្នែកក្រហមនោះពេញរាងកាយរបស់គាត់ក៏ឈប់កម្រើកណារុងប្រពន្ធគាត់បានហៅទាំងភ័យប៉ុន្តែណារុងមិនឆ្លើយនោះឡើយគាត់ឈរត្រឹងដូចរូបសំណាកភ្នែកបើកធំហើយមាត់ញញឹមយឺតដូចមនុស្សបាត់បង់វិញ្ញាណអញ្ចឹងបន្ទាប់មកគាត់ក៏ចាប់ផ្ដើមដើរទៅរករាងខ្មៅនោះមួយជំហានម្ដងណារុងត្រឡប់មកវិញមកមនុស្សប្រុសជាច្រើនរត់ទៅចាប់គាត់ប៉ុន្តែណារុងស្រាប់តែស្រែកឡើងដូចសត្វព្រៃកុំប៉ះអញភ្នែកគាត់ប្រែក្លាយទៅជាក្រហមបន្តិចម្ដងហើយសរសៃខ្មៅក៏ផុសឡើងនៅពេញករបស់គាត់ចាប់កំបិតពីដៃអ្នកក្បែរខ្លួនហើយចាក់បំពង់កខ្លួនឯងមួយទំហឹងឈាមបាញ់ខ្ចាយពេញមុខអ្នកភូមិស្រីក៏ចាប់ផ្ដើមផ្អើលខណៈណារុងដួលទៅលើដីទាំងខ្លួនកន្ត្រាក់ប៉ុន្តែគាត់មិនទាន់បានស្លាប់ភ្លាមនោះទេដៃរបស់គាត់នៅតែកម្រើកហើយមាត់គាត់ញញឹមទាំងឈាមកំពុងតែហូរគាត់បាននិយាយតិចថាដូចជាមានអ្វីម្យ៉ាងនៅក្នុងត្រចៀករបស់ខ្ញុំវាកំពុងតែសើចវាប្រាប់ថាអ្នកទាំងអស់គ្នានឹងស្លាប់ភ្លាមនោះករបស់ណារុងក៏បាក់បត់ទៅខាងក្រោយលឺសូក្រាក់ពេលនោះគាត់ក៏ស្លាប់ទាំងបើកភ្នែកធំមនុស្សទាំងអស់ស្ទើរតែគាំងស្មារតីតែពេលពួកគេងាកទៅក្រោយវិញរាងខ្មៅក្រោមដើមចេកនោះបានបាត់ខ្លួនទៅហើយមានតែខ្សែក្រហមមួយខ្សែធ្លាក់នៅលើដីប៉ុណ្ណោះតាខឹមរើសវាឡើងទាំងញ័រដៃនេះជាខ្សែអាគមរបស់ថៅអូខាំផនវាកំពុងរកមនុស្សសម្រាប់ធ្វើជារូបរាងកាយថ្មីអ្នកភូមិម្នាក់សួរទាំងយំតើយើងត្រូវធ្វើយ៉ាងម៉េចតាខឹមស្ងាត់មួយសន្ទុះមុននឹងនិយាយតបទៅគេ
មានតែវិធីមួយគត់យើងត្រូវរកឃើញភ្នូរពិតរបស់ថៅអូខំផនហើយបំផ្លាញឆ្អឹងរបស់វាមុនពេលវាប្រមូលព្រលឹងគ្រប់ចំនួនអ្នកភូមិជាច្រើនមើលមុខគ្នាដោយភាពភ័យខ្លាចព្រៃនោះសំបីតែពេលថ្ងៃក៏គ្មានអ្នកណាហ៊ានចូលផងចុះទម្រាំតែទៅរកភ្នូររបស់គ្រូអាគមខ្មៅតែភ្លាមនោះមានសំឡេងស្ត្រីចំណាស់ម្នាក់លាន់ឡើងពីក្រោយហ្វូងមនុស្សខ្ញុំដឹងកន្លែងភ្នូររបស់វាគ្រប់គ្នាក៏ងាកទៅមើលគាត់ជាយាយចាស់ចំណាស់ម្នាក់ឈ្មោះថាយាយម៉ៅដែលជាមនុស្សស្ងៀមស្ងាត់ជាងគេនៅក្នុងភូមិនាងរស់នៅម្នាក់ឯងនៅក្បែរវត្តចាស់ហើយមិនសូវនិយាយជាមួយអ្នកណានោះទេតាខឹមសម្លឹងទៅនាងទាំងផ្អើលម៉ៅនាងនៅរស់ទេឬយាយម៉ៅញញឹមតិចៗប៉ុន្តែស្នាមញញឹមនោះពោពេញទៅដោយការឈឺចាប់ខ្ញុំរស់តែខ្ញុំរស់ជាមួយបាបកម្មអស់30ឆ្នាំមកហើយអ្នកភូមិក៏ចាប់ផ្ដើមឆ្ងល់ភ្លៀងក៏នៅតែបន្តធ្លាក់មកយាយម៉ៅដើរមកមុខយឺតមុននិយាយទៅទាំងទឹកភ្នែកកាលពីមុនខ្ញុំមិនមែនជាអ្នកភូមិនេះទេខ្ញុំជាកូនសិស្សរបស់ថៅអូខំផនពាក្យរបស់យាយម៉ៅធ្វើឲ្យអ្នកភូមិទាំងអស់ស្ងាត់ដូចគេដកព្រលឹងសូម្បីតែខ្យល់ក៏ឈប់បក់មួយផ្លែតផងដែរកូនសិស្សតើឯងនិយាយអ្វីមនុស្សជាច្រើនថយក្រោយដោយការភ័យខ្លាចអ្នកខ្លះចាប់កាន់កាំបិតយ៉ាងតឹងនៅក្នុងដៃដូចជាត្រៀមការពារខ្លួនពីនាងអញ្ចឹងតែយាយម៉ៅមិនខឹងនោះឡើយនាងគ្រាន់តែឈរនៅក្រោមភ្លៀងទឹកភ្នែកហូរលាយទឹកភ្លៀងលើផ្ទៃមុខជ្រីជ្រួញរបស់នាងខ្ញុំដឹងថាពួកអ្នកទាំងអស់គ្នាស្អប់ខ្ញុំតែបាបកម្មដែលខ្ញុំធ្វើសូម្បីតែស្លាប់10ជាតិក៏លាងមិនជ្រះដែរតាខឹមសម្លឹងនាងយ៉ាងយូរមុននឹងគាត់និយាយទៅកាន់នាងវិញប្រាប់ការពិតមកម៉ៅតើមានរឿងអ្វីមែនទេកាលខ្ញុំនៅពីក្មេងខ្ញុំពិតជាក្រលំបាកខ្លាំងណាស់ឪពុកម្ដាយខ្ញុំស្លាប់ទាំងអស់ហើយអ្នកភូមិមួយចំនួនមើលងាយខ្ញុំថាជាក្មេងកំព្រាគ្មានវាសនាថ្ងៃមួយថៅអូខំផនបានមករកខ្ញុំគេប្រាប់ថាគេអាចធ្វើឲ្យខ្ញុំមានឫទ្ធិអំណាចជាងគេឲ្យមនុស្សគ្រប់គ្នាលែងមើលងាយឲ្យខ្ញុំមានអ្វីៗគ្រប់យ៉ាងដែលចង់បានមនុស្សក្រីក្រពេលគ្មានអ្នកណាស្រឡាញ់គេតែងតែងាយជឿអ្នកដែលផ្ដល់ក្តីសង្ឃឹមឲ្យគេអ្នកភូមិជាច្រើនចាប់ផ្ដើមនាំគ្នាស្ងាត់ហើយស្ដាប់ទៅពាក្យសម្ដីរបស់យាយម៉ៅបានបន្តទៀតដំបូងខ្ញុំគិតថាគេជាមនុស្សល្អគេឲ្យបាយខ្ញុំញ៉ាំបង្រៀនខ្ញុំសរសេរអក្សរព្យាបាលខ្ញុំពេលដែលខ្ញុំឈឺខ្ញុំគោរពគេដោយឪពុករបស់ខ្ញុំអញ្ចឹងតែថ្ងៃមួយខ្ញុំទើបដឹងថាគ្រប់យ៉ាងដែលគេផ្ដល់ឲ្យគឺដើម្បីគ្រប់គ្រងខ្ញុំនោះទេការចិញ្ចឹមបីបាច់របស់គេមិនមែនអត់គិតថ្លៃនោះឡើយភ្លៀងធ្លាក់តក់នៅលើដំបូលផ្ទះយប់មួយគេនាំខ្ញុំចូលទៅក្នុងព្រៃនៅទីនោះមានរូងថ្មធំមួយក្រោមដីអូពេញទៅដោយឆ្អឹងមនុស្សនិងទៀនធ្វើអំពីខ្លាញ់សាកសពគេប្រាប់ខ្ញុំថាមនុស្សគ្រប់គ្នាសុទ្ធតែខ្លាចសេចក្តីស្លាប់តែបើហ៊ានលះបង់មនុស្សដទៃអ្នកនឹងក្លាយទៅជាមនុស្សដែលសេចក្តីស្លាប់មិនអាចចាប់យកទៅបានពេលនោះខ្ញុំមិនទាន់យល់នោះទេខ្ញុំគិតតែចង់រស់ចង់មានតម្លៃរហូតថ្ងៃដែលគេបញ្ជាឲ្យខ្ញុំធ្វើរឿងមួយតាខឹមបិទភ្នែកបន្តិចដូចដឹងអ្វីនឹងកើតឡើងយាយម៉ៅក៏ចាប់ផ្ដើមយំហើយគាត់និយាយទៀតថាគេឲ្យខ្ញុំទៅលួចក្មេងស្រីម្នាក់ក្មេងស្រីនោះគឺជាស្រីណាអ្នកភូមិទាំងអស់គ្នាក៏ចាប់ផ្ដើមស្រែកដោយតត់ស្លុតស្រីណាជាមិត្តតែម្នាក់របស់ខ្ញុំនាងតែងយកបាយមកឲ្យខ្ញុំពេលខ្ញុំឈឺនាងក៏តែងតែមកមើលខ្ញុំផងដែរយាយម៉ៅនិយាយដល់ត្រឹមនេះគាត់ក៏ទ្រហោយំតែម្ដងខ្ញុំបែរជានាំនាងទៅឲ្យបិសាចសំឡេងនាងបែកខ្ទេចដោយសារការឈឺចាប់ថ្ងៃដែលស្រីណាស្លាប់នាងមិនស្រែកដាក់ថៅអូខំផននោះទេនាងសម្លឹងមកខ្ញុំហើយសួរខ្ញុំតែមួយម៉ាត់តែប៉ុណ្ណោះហេតុអ្វីទៅខ្ញុំចងចាំភ្នែករបស់នាងរហូតមកដល់ថ្ងៃនេះភ្នែកមនុស្សដែលឈឺចាប់បំផុតមិនមែនពេលត្រូវសម្លាប់នោះទេគឺត្រូវមនុស្សដែលទុកចិត្តខ្លាំងបំផុតត្រូវក្បត់គេអ្នកភូមិទាំងអស់ស្ងាត់ឲ្យឈឹងព្រោះពាក្យនោះគឺជាការពិតដ៏ជ្រាលជ្រៅមនុស្សអាចរត់គេចពីខ្មោចអាចលាក់ខ្លួនពីអំណាចអាគមតែគ្មាននរណារត់គេចពីបាបកម្មក្នុងចិត្តខ្លួនឯងបានឡើយយាយម៉ៅលើកមុខឡើងបន្តិចក្រោយថ្ងៃនោះខ្ញុំរត់ចេញពីថៅអូខំផនតែវាបានប្រាប់ខ្ញុំមុននឹងខ្ញុំរត់ថ្ងៃណាអញត្រឡប់មកវិញអ្នកដែលអញមិនសម្លាប់មុនគេគឺឯងខ្យល់ក៏ចាប់ដើមបក់ខ្លាំងស្រាប់តែក្នុងព្រៃមានសំឡេងស្រីក្មេងម្នាក់យំលាន់ឮមកតាមខ្យល់
ម៉ៅជួយខ្ញុំផងយាយម៉ៅស្រាប់តែដួលលុតជង្គង់ទៅលើដីភក់ទឹកភ្នែកនាងហូរមិនឈប់ខណៈដៃរបស់នាងញ័រជាខ្លាំងស្រីណាអ្នកភូមិជាច្រើនមើលគ្នាដោយស្លន់ស្លោពួកគេមិនដឹងថាសំឡេងនោះជាវិញ្ញាណពិតឬជាល្បិចរបស់គ្រូអាគមខ្មៅឡើយតែតាខឹមដឹងច្បាស់កុំឆ្លើយតបវាខ្មោចអាគមចូលចិត្តបោកប្រាស់និងបន្លំខ្លួនព្រោះអីពពួកទាំងអស់នេះវាចូលចិត្តបោកមនុស្សខ្លាំងណាស់យាយម៉ៅបិទត្រចៀកទាំងយំប៉ុន្តែសំឡេងនោះនៅតែបន្តឮក្នុងត្រចៀករបស់គាត់ម៉ៅហេតុអ្វីអ្នកទុកខ្ញុំចោលឲ្យស្លាប់ម្នាក់ឯងសំឡេងក្មេងស្រីយំលាយជាមួយនឹងសំឡេងខ្យល់រហូតអ្នកភូមិជាច្រើនចាប់ផ្ដើមមានទឹកភ្នែកដោយមិនដឹងខ្លួនព្រោះពេលខ្លះអ្វីដែលគួរឲ្យខ្លាចបំផុតមិនមែនជាខ្មោចនោះទេតែជាសំឡេងវិបដិសារីនៅក្នុងចិត្តមនុស្សយាយម៉ៅលើកមុខឡើងយឺតភ្នែកនាងក្រហមដោយសារយំយូរពេកខ្ញុំកិច្ចពីវាអស់30ឆ្នាំមកហើយខ្ញុំគិតថាខ្ញុំនឹងរស់នៅស្ងៀមធ្វើបុណ្យសូត្រធម៌បាបកម្មរបស់ខ្ញុំនឹងស្រាលនាងសំឡឹងទៅអ្នកភូមិម្នាក់បាបកម្មដែលមិនហ៊ានទទួលស្គាល់វាមិនដែលបាត់បង់ទៅណានោះទេវាលាក់នៅក្នុងខ្លួននៅក្នុងចិត្តរបស់យើងជារៀងរហូតមនុស្សជាច្រើនក៏ចាប់ដើមទម្លាក់មុខចុះតាខឹមក៏បានដកដង្ហើមធំមួយម៉ៅឥឡូវនេះមិនមែនជាពេលទួញយំអីនោះទេបើចង់សងបាបកម្មយើងត្រូវបញ្ឈប់ថៅអូខំផនមុនវាមានរូបរាងកាយថ្មីយាយម៉ៅងក់ក្បាលយឺតនាងជូតទឹកភ្នែកហើយឈរឡើងមកវិញលើកដំបូងក្នុងរយៈពេលជាច្រើនឆ្នាំនាងលែងរត់គេចពីអតីតកាលទៀតហើយខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅទីនោះទៅកាន់រូងក្រោមដីដែលវាលាក់ឆ្អឹងរបស់វាតែអ្នកទាំងអស់គ្នាត្រូវចាំនៅទីនោះអ្នកនឹងមិនត្រឹមតែជួបខ្មោចនោះទេអ្នកនឹងជួបអ្វីសពគ្រប់បែបយ៉ាងទោះបីជាអ្នកត្រូវឃើញអ្វីក៏មិនត្រូវឆ្លើយតបជាមួយពួកវាដែរយប់កាន់តែជ្រៅទីបំផុតមានមនុស្សចំនួន7នាក់សម្រេចចិត្តទៅជាមួយយាយម៉ៅក្នុងនោះមានតាខឹមបុរសវ័យក្មេងឈ្មោះសានអ្នកប្រមាញ់ឈ្មោះវីរៈនិងព្រះសង្ឃមួយអង្គមកពីវត្តចុងភូមិមុនចេញដំណើរព្រះសង្ឃមានសង្ឃដីកាថាបើចិត្តយើងចាញ់ភាពងងឹតទោះរួចពីព្រៃនោះក៏មិនខុសពីសាកសពដើរឡើយពាក្យនោះធ្វើឲ្យមនុស្សទាំងអស់ឆ្ងល់បន្ទាប់មកពួកគេក៏ចាប់ផ្ដើមធ្វើដំណើរចូលទៅក្នុងព្រៃអប្សរក្រាស់លេបយករូបរាងរបស់ពួកគេបន្តិចម្ដងសំឡេងសត្វយំលាន់ឮពីចម្ងាយដើមឈើធំឈរងងឹតដូចមនុស្សជួកហើយរាល់ជំហានដែលពួកគេដើរក្លិនសាកសពកាន់តែខ្លាំងមិនយូរប៉ុន្មានយាយម៉ៅស្រាប់តែឈប់ដើរដល់ហើយនៅមុខពួកគេមានរូងថ្មខ្មៅធំមួយនៅក្រោមជ្រោះមាត់រូងបើកចំហដូចមាត់អ្វីម្យ៉ាងកំពុងតែរងចាំលេបមនុស្សចូលទៅក្នុងភពងងឹតហើយនៅជុំវិញមាត់រូងមានសាកសពសត្វនិងឆ្អឹងមនុស្សរាយប៉ាយពេញដីតែអ្វីដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលគឺនៅលើជញ្ជាំងថ្មក្បែរមាត់រូងមានអក្សរសរសេរដោយឈាមស្រស់ថ្មីគេសរសេរថាអ្នកដែលចូលមកទីនេះនឹងមិនបានចេញទៅវិញទាំងមនុស្សនិងសត្វផងដែរអ្នកភូមិទាំង7នាក់ឈរស្ងៀមនៅមុខរូងថ្មនោះភ្លើងគប់នៅក្នុងដៃពួកគេញ័រតាមខ្យល់ត្រជាក់ខណៈអប្សរក្រាស់ព័ទ្ធជុំវិញមានអារម្មណ៍ថាវាកំពុងតែសម្លឹងមកពួកគេអក្សរឈាមនៅលើជញ្ជាំងនៅតែស្រក់តក់ដូចទើបតែសរសេរមិនយូរពេលនោះសានក៏ចាប់ផ្ដើមលេបទឹកមាត់តើយើងគួរចូលមែនឬទេអ្នកប្រមាញ់វីរៈចាប់ដាវរឹតតឹងនៅក្នុងដៃបើមិនចូលវានឹងមកសម្លាប់អ្នកភូមិបន្តទៀតតាខឹមក៏គាត់ងក់ក្បាលផងដែរពេលខ្លះមនុស្សត្រូវហ៊ានដើរចូលនៅក្នុងភាពងងឹតដើម្បីការពារពន្លឺដែលខ្លួនស្រឡាញ់ព្រះសង្ឃចាស់សូត្រធម៌តិចមុននឹងគាត់ដើរចូលមុនគេអ្នកផ្សេងក៏ដើរតាមយឺតនៅខាងក្នុងរូងត្រជាក់ខ្លាំងដូចទឹកកកជញ្ជាំងថ្មសើមមានទឹកខ្មៅហូរចុះក្លិនស្អុយដូចជាសាកសពកាន់តែខ្លាំងរហូតសានត្រូវយកដៃបិទច្រមុះសំឡេងជំហានរបស់ពួកគេលាន់ឮតុបកងរំពងពេញរូងប៉ុន្តែក្រោយពីដើរបានមួយសន្ទុះសានស្រាប់តែឈប់អ្នកទាំងអស់គ្នាឮអ្វីទេគ្រប់គ្នាក៏បានផ្ទៀងត្រចៀកស្ដាប់ដំបូងគ្មានអ្វីទេបន្ទាប់មកស្រាប់តែមានសំឡេងតិចចេញពីក្នុងជញ្ជាំងថ្មត្រឡប់ទៅវិញអ្នកនឹងស្លាប់សម្លាប់គ្នាឯងទៅសំឡេងទាំងនោះមិនដូចមនុស្សម្នាក់ទេវាដូចជាមនុស្សជាច្រើនកំពុងតែនិយាយប្រងគ្នាក្នុងភាពងងឹតសានចាប់ផ្ដើមដកដង្ហើមញាប់តើអ្នកណាកំពុងតែនិយាយតែគ្មានអ្នកណាឆ្លើយតបគេនោះឡើយយាយម៉ៅនិយាយតិចកុំស្ដាប់សំឡេងទាំងនោះ
វាជាវិញ្ញាណដែលថៅអូខាំផនចាប់ចងទុកនោះទេវាចង់ធ្វើឲ្យយើងភ័យរហូតបាត់បង់ស្មារតីពួកគេក៏បន្តដំណើរទៅមុខទៀតមិនយូរប៉ុន្មានពួកគេចូលទៅដល់ក្នុងរូងកាន់តែធំនៅកណ្ដាលមានបន្ទប់ថ្មមួយធំដូចវិហារក្រោមដីពេលភ្លើងគប់បញ្ចាំងទៅមុខគ្រប់គ្នាស្ទើរតែដាច់ខ្យល់ពេញបន្ទប់នោះមានសាកសពព្យួរជាច្រើនរាប់មិនអស់សាកសពខ្លះនៅថ្មីឈាមនៅហូរនៅឡើយខ្លះសល់តែឆ្អឹងហើយនៅលើទ្រូងសាកសពទាំងអស់មានអក្សរអាគមខ្មៅសរសេរដូចគ្នាសានក៏ចាប់ដើមញ័រខ្លួនព្រះអើយតែអ្វីដែលគួរឲ្យខ្លាចជាងនេះគឺសាកសពខ្លះចាប់ដើមកម្រើតិចដៃពួកវាញ័រក្បាលបត់ងាកមករកអ្នកភូមិភ្នែកខ្មៅងងឹតបើកឡើងម្ដងមួយវីរៈក៏ចាប់ដើមស្រែកឡើងពួកយើងនាំគ្នារត់ទៅភ្លាមនោះសាកសពជាច្រើនស្រែកប្រងគ្នាខ្សែដែលព្យួរពួកវាដាច់ផាំងហើយសាកសពទាំងនោះរត់មកយ៉ាងលឿនសាកសពមួយលោតសង្កត់ទៅលើបុរសម្នាក់ហើយខំកគាត់ទាំងរស់ឈាមបាញ់ទៀតពេញដីជួយផងវីរៈយកដាវកាប់ទៅសាកសពមួយដាច់ក្បាលប៉ុន្តែរាងវានៅតែដើរធម្មតាព្រះសង្ឃក៏ចាប់ដើមសូត្រធម៌កាន់តែខ្លាំងខណៈតាខឹមទាញសានរត់ទៅខាងក្នុងយាយម៉ៅក៏បានស្រែកគុំឈប់បន្ទប់អាគមនៅខាងមុខពួកគេរត់កាត់សាកសពដែលកំពុងតាមពីក្រោយសំឡេងស្រែកសំឡេងឆ្អឹងបាក់និងសំឡេងខំសាច់លាន់ពេញរូងនៅទីបំផុតពួកគេក៏ទៅដល់ទ្វារថ្មធំមួយលើទ្វារនោះមានរូបអាគមជាច្រើនគូដោយឈាមហើយនៅកណ្ដាលទ្វារមានរូបមុខមនុស្សដែលស្រដៀងថៅអូខាំផនកំពុងញញឹមយាយម៉ៅនិយាយទាំងញ័រនៅខាងក្នុងនេះហើយគឺជាកន្លែងដែលវាលាក់ឆ្អឹងហើយក៏ជាកន្លែងដែលវិញ្ញាណវាស្នាក់នៅផងដែរភ្លាមនោះសំឡេងស្អកមួយលាន់ឮពីខាងក្នុងទ្វារម៉ៅទីបំផុតឯងក៏ត្រឡប់មកវិញតែពោពេញទៅដោយអំណាចចម្លែកមួយដែលធ្វើឲ្យឈាមក្នុងខ្លួនរបស់គ្រប់គ្នាត្រជាក់ស្ទើរឈប់ហូរម៉ៅយើងរងចាំឯងយូរហើយជេម៉ៅថយក្រោយមួយជំហានមុខនាងចាប់ដើមស្លេកដូចមនុស្សគ្មានឈាមអញ្ចឹងតាខឹមកាន់ដៃនាងជាប់តាំងស្មារតីឡើងម៉ៅប៉ុន្តែដៃយាយម៉ៅនៅតែញ័រព្រោះសំឡេងនេះជាសំឡេងដែលតាមលងនាងអស់30ឆ្នាំមកហើយសំឡេងរបស់ថៅអូខាំផនស្រាប់តែទ្វារថ្មដ៏ធំចាប់ផ្ដើមបើកយឺតដោយខ្លួនឯងសំឡេងថ្មក៏គិតគ្នាលាន់លំពងពេញរូងខ្យល់ខ្មៅត្រជាក់ខ្លាំងបក់ចេញពីខាងក្នុងរហូតភ្លើងគប់ស្ទើររលត់ពេលទ្វារបើកអស់គ្រប់គ្នាក៏ឃើញបន្ទប់ធំមួយនៅក្រោមដីកណ្ដាលបន្ទប់មានរង្វង់អាគមញាក់សរសេរដោយឈាមជុំវិញរង្វង់មានទៀនខ្មៅរាប់រយដើមកំពុងឆេះហើយនៅកណ្ដាលបំផុតមានមឈូសថ្មខ្មៅមួយខ្សែក្រហមរាប់សិបខ្សែចងជុំវិញវាដោយកំពុងបិទអ្វីម្យ៉ាងមិនឲ្យចេញមកក្រៅប៉ុន្តែខ្សែខ្លះបានដាច់បាត់ទៅហើយព្រះសង្ឃចាស់សម្លឹងមើលទៅនិយាយតិចយ័ន្តដែលកំពុងបិទវាកំពុងចុះខ្សោយសានសួរទាំងញ័រមានន័យថាដូចម្ដេចទៅតាខឹមឆ្លើយយឺតមានន័យថាវាជិតត្រឡប់មករករូបរាងកាយវិញហើយភ្លាមនោះស្រាប់តែមានសំឡេងគោះចេញពីក្នុងមឈូសតុកអ្នកភូមិទាំងអស់ស្ទើរតែគាំងបេះដូងបន្ទាប់មកសំឡេងស្អកនោះក៏លាន់ឮម្ដងទៀតម៉ៅឯងនៅចាំថ្ងៃដែលអញជួយឯងពីភាពក្រីក្រទេថ្ងៃដែលមនុស្សគ្រប់គ្នាមើលងាយឯងមានតែអញទេដែលឲ្យតម្លៃឯងយាយម៉ៅបិទភ្នែកបិទត្រចៀកមនុស្សក្នុងភូមិនេះមិនដែលស្រឡាញ់ឯងទេពួកវាកំពុងតែបោកបញ្ឆោតឯងតែអញបានចិញ្ចឹមឯងហេតុអ្វីឯងមកក្បត់អញទឹកភ្នែកយាយម៉ៅហូរចូលម្ដងទៀតមួយឈូសចាប់ផ្ដើមស្ងាត់មួយផ្លែតបន្ទាប់មកសំឡេងសើចស្អកក៏លាន់ឮឡើងពេលនោះទៀនខ្មៅជាច្រើនចាប់ផ្ដើមរលត់ម្ដងមួយមឈូសក៏ចាប់ផ្ដើមញ័រកាន់តែខ្លាំងស្រាប់តែគម្របមឈូសទូបែកខ្ចាយខ្យល់ខ្មៅមួយគួចឡើងពេញបន្ទប់ហើយរាងមនុស្សខ្មៅមួយអង្គុយងើបឡើងយឺតពីក្នុងមឈូសស្បែកវារលួយជ្រុះជាដុំភ្នែកក្រហមភ្លឺដូចជាភ្លើងខ្សែក្រហមជាច្រើនរុំជុំវិញខ្លួនហើយមាត់របស់វាកំពុងតែញញឹមមកកាន់អ្នកភូមិរឿងរបស់យើងក៏សូមស្លេះនៅត្រឹមនេះសិនសូមបងប្អូនរងចាំនៅភាគបន្ត